សង្គ្រាមទន្លេសៀងវគ្គកណ្ដាលនៅក្នុងសមរភូមិទន្លេសៀងដបបណ្ដោះបានតស៊ូច្បាំងយ៉ាងសស្រាក់សស្រាំប្រឆាំងនឹងសត្រូវនៅលើសមរភូមិមានដ្ឋានធំ3សមរភូមិចៅសាកងហ័រនិងស៊ីនស៊ូទម្រាំដល់ថ្ងៃទី30ខែវិច្ឆិកាទាហានក្រហមជាច្រើនត្រូវពលិជីវិតទើបអាចការពារកងពលធំដែលឆ្លងទន្លេសៀងបានប៉ុន្តែវាសនារបស់ទ័ពនៅក្រោយម្ខាងទៀតនៃទន្លេគឺនៅតែពោពេញដោយទុក្ខវេទនាស៊ីវជូខ្ញុំថាទ័ពយើងបានឆ្លងផុតទន្លេហើយបើកងពលលេខ8មិនចាំបាច់វៀងទៅទីខាងជើងទេព្រោះមានកងទ័ពរីរាំងពេលនេះជើងទៅដល់ទន្លេសៀងហើយអាតុងហេតុអីបានទៅតមកយើងម្ល៉េះមេកងយើងដូចជាមានសមាមិត្តនៅខាងមុខកម្មាធិការហងឧត្តមសេនីយ៍ឈិនតើកងពលលេខ34លោកមានពិសកម្មអ្វីដែរថ្នាក់លើបញ្ជាខ្ញុំទៅជើងភ្នំហើយតបភ្ជាប់ជាមួយនឹងកងពលលេខ6ដើម្បីរារាំងសត្រូវកិច្ចការលំបាកណាស់ហើយចុះតើកងពលធំចាំមិនដែរកងពលធំបានចាប់ដើមឆ្លងទន្លេហើយឡនណាកងពលលេខ8ក៏ទទួលបញ្ជាឲ្យឆ្លងទន្លេនៅក្នុងពេល24ម៉ោងដែរកាន់តែលឿនកាន់តែល្អមិនចឹងទេយើងនឹងត្រូវសត្រូវកាត់ផ្ដាច់និងឡោមព័ទ្ធមិនខានដូច្នេះហើយការការពារជើងគឺត្រូវពឹងលើលបងកុំបារម្ភកងពលលេខ34នឹងសម្រេចកិច្ចការបានលបងខ្ញុំជូនពរលបងជោគជ័យលោកថៃគ្រូផងណាថ្ងៃក្រោយជួបគ្នាបន្ទាប់ពីចាក់ចេញពីកងពលលេខ34កងពលលេខ8ក៏បន្តដំណើរទៅកាន់ទន្លេសៀងនៅថ្ងៃទី30ខែវិច្ឆិកាកងពលលេខ8ត្រូវបានកងទ័ពគួយមករារាំងនៅក្បែរភ្នំពីសានភូមិលៀងហឺនៃក្រុងឈៀនជើកងទ័ពទាំងពីរបានប្រយុទ្ធគ្នាយ៉ាងស្វាក់ស្វែងតែដោយសារមានកងទ័ពរំដោះលេខ13វាមកជួយទីបំផុតកងពលលេខ8ក៏បានទម្លាយការឡោមព័ទ្ធរបស់ទ័ពគួយបានសម្រេចក្រោយមកពេលបែកពីកងពលលេខ13កងពលលេខ8ក៏បន្តដំណើរទៅភូមិគូរីងថូក្រុងឈៀនជូស្របទៅតាមបញ្ជាតែជាអកុសលនៅពេលយប់ពួកគេត្រូវបានសត្រូវវាយប្រហារដោយទ័ពគួយដែលមកពីស្រុកគូនយ៉ាងព្រះសាក្បួនកងច្បល់ចាប់ការពីមេកងស៊ុនកម្មាធិការហងខ្ញុំនៅទីនេះនេះជាបញ្ជាថ្មីនាំកងពលលេខ23ទៅស្ទះសត្រូវធ្វើយ៉ាងណាបញ្ជាពីពួកគេឲ្យពួកយើងទម្លាយចេញពីការឡោមព័ទ្ធនេះបាទកងពលលេខ23តាមយើងកងពលផ្សេងទៀតសម្រាប់ទៅមុខអ្នកងារផ្សេងទៀតឆាប់ទៅលឿនលោកប្រធានពួកយើងមានសត្រូវនៅពីក្រោយលោកប្រធានចាប់លោកទៅពួកយើងនៅការពារកងពលលេខ23កងដកថយសម្រាប់ចូលមកចាប់លើសមាមិត្តចាប់រត់ទៅពួកយើងត្រូវតែបំបីក្បួនសត្រូវឧត្តមសេនីយ៍តបធំបំបីការឡោមព័ទ្ធហើយពួកគេសម្ដៅទៅជាស៊ូហើយនេះជាព័ត៌មានល្អណាស់ប្រាប់កងពលយើងឲ្យពួកគេដកថយទៅបំបីដានសត្រូវយើងត្រូវពញាពេលឲ្យកងពលធំបាទស្របពេលនេះដោយសារតែស្ពានត្រូវបានបំផ្ទុះដើរនៃកំណត់ថ្មីត្រូវទៅតំបន់ហ្វឹងហងស៊ុយនៃទន្លេសៀងដើម្បីរកកន្លែងឲ្យកងព្យុះហាយាត្រាឆ្លងទន្លេអោកាឡោហើយឆាប់ទៅមេកងខ្ញុំរកឃើញកន្លែងល្អដើម្បីឲ្យពួកយើងឆ្លងទន្លេបានហើយល្អណាស់នាំផ្លូវទៅគ្មានអីពិសេសផងចាំខ្ញុំបង្ហាញឲ្យមើលទឹករយៈម្លេះពេលខ្ញុំនៅឈិនជោខ្ញុំលើចាស់ចាស់និយាយគ្នាថាទីនេះគឺមានទំនប់ទឹកបុរាណមួយដែលតែងតែលិចលង់នៅក្រោមបាតទឹកនេះដឹងទេពិតជាប្រកែកប្រមូលព័ត៌មានមែនតើម្ដងនេះយើងសរសើរឯងចុះល្អណាស់យើងនៅមានសង្ឃឹមទេបាញ់ផ្ញើដំណឹងនេះទៅទីវិទ្យាការទៅបាទពួកយើងសាកដាក់កាត់តំបន់នេះមុនពួកគេទៅធ្វើដំណើរតាមនេះមេកងខ្ញុំដាក់សញ្ញាបង្ហាញកន្លែងឆ្លងហើយល្អមេកងថ្នាក់លើបញ្ជាយើងត្រឡប់ទៅស៊ីនស៊ូវិញហើយនាំទ័ពនៅសល់ឆ្លងទន្លេតើពួកយើងពេលនោះស៊ីវជាងមិនដឹងច្បាស់ឡើយថាទំនប់ទឹកនោះនឹងក្លាយជាភ្នូររបស់ទ័ពរំដោះជាច្រើននេះថ្ងៃទី1ខែធ្នូទ័ពលេខ9និងកងទ័ពលេខ13នៃទ័ពលេខ5បានឆ្លងទន្លេសៀងនៅចំណុចហ្វឹងហងស៊ុយដោយសារទ័ពសត្រូវគ្រប់គ្រងសាឡាងកងពលលេខ8ដែលទៅហ្វឹងហងស៊ុយបានប្រដៅដាច់ការពារការឡោមព័ទ្ធរបស់សត្រូវនិងប្រយុទ្ធជាមួយនឹងទ័ពគួយរហូតដល់ដង្ហើមចុងក្រោយដើម្បីការពារសមរភូមិឆ្លងទន្លេសមាមិត្តពួកយើងត្រូវពញាពេលដើម្បីឲ្យបងប្អូនយើងឆ្លងទន្លេមេកងបងប្អូនយើងឆ្លងទន្លេផុតហើយអញ្ចឹងពួកយើងដាក់ថយហើយត្រៀមឆ្លងទីបំផុតពេលកងពលលេខ8ឆ្លងទន្លេរួចបូករួមទាំងអ្នកងារមិនមែនជាទាហានកងពលទាំងមូលសល់មនុស្សត្រឹមតែ1200នាក់តែប៉ុណ្ណោះដោយបញ្ជូនសារទៅជឿកងពលលេខ34ដែលត្រូវទៅជួយកងពលលេខ6មិនដឹងឡើយថាទ័ពរំដោះបានបែកជួរហើយនោះទេពួកគេក៏ត្រូវបានទ័ពគួយឡោមព័ទ្ធនិងសម្លាប់យ៉ាងរំពាលសមាមិត្តកុំអល់បាញ់ចាំពេលសត្រូវមកក្បែរកុំបំផ្លាញគ្រាប់មេកងបញ្ជាថ្មីនិយាយមកណាលើបញ្ជាឲ្យយើងទម្លាយទៅទិសខាងលិចកាត់ស្រុកកនឆាំងហើយឈ្មោះទៅស្រុកស៊ីនស៊ូឲ្យកងលេខ101នៅការពារអ្នកផ្សេងទៀតទៅខាងលិចបាទរីកាទ័ពក្រហមសម្ដៅទៅទិសខាងលិចហើយចង់រត់ផងមិនងាយស្រួលទេប្រាប់កងទ័ពទាំងអស់គម្រុំការឡោមព័ទ្ធបាទពេលស្នេហ៍បញ្ជាឲ្យទៅឈប់ទ័ពក្រហមបាញ់ទៅចូលមេកងសត្រូវបាញ់ខ្លាំងហើយជើងរត់មិនរួចទេបាទទៅមុខមិនរួចនាំកងព្រះសេនាទៅទៅគាត់ពីក្រោយធ្វើយ៉ាងណាទម្លាយឲ្យបានបាទស្មាមិត្តទៅមេកងទ័ពក្រហមព័ទ្ធយើងពីក្រោយហើយបើហ៊ឺនមែនពួកអស់គ្នាបាញ់ខ្លាំងស្មាមិត្តទាំងអស់គ្នាប្រឹងរត់ទៅ
ឱកាសល្អហើយស្មាមិត្តទៅ សម្រុកចូលសុវិកាតបកំហំបានទម្លាយក្បួនឡាប់ពតហើយឆោមមកសៀតដោយមិនស្គាល់ពីភូមិសាស្ត្រកងពលលេខ34វង្វេងក្នុងព្រៃជាច្រើនដងនិងបាត់បង់ឱកាសក្នុងការឆ្លងទន្លេនៅតាមផ្លូវពួកគេជួបនឹងទ័ពសត្រូវជាច្រើនដងហើយនឹងបាត់បង់កងទ័ពជាច្រើននេះ សមាមិត្តសត្រូវជិតវាប្រហែលជាម្ដងទៀតហើយមើលតាមសភាពការនេះយើងមិនអាចឆ្លងទន្លេបានទេបើតបជើងបែកជួពួកយើងត្រូវលាក់អត្តសញ្ញាណហើយស្វែងរកគ្នាវិញមិនចឹងទេធ្វើសង្គ្រាមវាឆ្មក់ធ្វើយ៉ាងណាបន្តបដិវត្តយើងដល់ទីបញ្ចប់បាទប្រជុំ បញ្ឈប់សត្រូវឲ្យទម្លាក់គ្រាប់ត្បាល់ទៅ មេកងដល់ថយទៅ ទៅមុនទៅចាប់ជើងបាយការពារ មេកងរបួសហើយអញ្ចឹងដែរនៅមេកងដល់ថយ នៅមានអ្នកលួចរត់ទៀតដែរបញ្ជាពួកគេតាមចាប់ទ័ពកំហំដែលរួចបាទ អាលីទម្លាក់ជើងចុះទៅ មេកងត្រង់ទៅខ្ញុំនឹងជួយលោកឲ្យបាន យើងចង់ផឹកទឹកបន្តិចសិន សម្រាប់ទីនេះសិនខ្ញុំយកទឹកមកឲ្យ ឯងកុំប្រឹងរត់ទៅ មេកង វាយតាមឈាមនេះទៅចាប់ទ័ពកំហំឲ្យបាន មេកងទីនេះមានឈាមមើលទៅតបកំហំនៅក្នុងវិហារ ឆាប់ឡំពតទៅអ្នកនៅខាងក្នុងស្ដាប់ទម្លាក់កាភ្លើងចុះឲ្យឆាប់ចុះចាញ់ទៅ ចង់ឲ្យតបដោះចោះចាញ់ឈប់សបានទៅ ឆាប់ចូលទៅក្នុងឲ្យចាប់គេទៅពួកអាកំសាឆាប់ចូលទៅកងពលលេខ34ដែលនៅការពារពីក្រោយភាគច្រើនបាត់បង់ជីវិតក្នុងសមរភូមិទន្លេសៀងពួកគេជាវីរបុរសដែលពលីជីវិតដ៏មានតម្លៃដើម្បីសិទ្ធិនិងសេរីភាពរបស់ប្រជាជនចិនការលះបង់របស់ពួកគេនឹងត្រូវបានចងចាំជានិច្ចដោយប្រជាជនចិនទាំងពួងនឹងបានឆ្លាក់ទុកលើស្តុបវិញ្ញាណក្ខន្ធនៃបដិវត្តន៍ចិនជានិរន្តរ៍